មនុស្សបកើតមកពីមនុស្សប្រព្រឹត្តធម៌ជាអន្តរាយកៈឲ្យគ្នាដំបូងបកើតគ្រាន់តែចង់គម្រាមកំហែងគ្រាន់បើជាងគ្នាទេប៉ុន្តែដល់ទៅពេលកពុលមុខមែនតែនទៅក៏យកទៅបាញ់បហាគ្នាដែរឲ្យអន្តរាយទាំងអស់គ្នាចឹងអត់គ្រាន់ទេចឹងហើយបានមនុស្សកុំបីមានសេចក្តីប្រមាទគ្នាស្អប់ក៏ដោយស្រឡាញ់ក៏ដោយទុកទៅក្នុងពោះដែរតែកាលណាយើងទៅចេញជាវិជ័យតាមវិជ័យទ្វាតាមកាយទ្វាទៅធ្វើឲ្យសង្គមមនុស្សនោះវាសម្បូរដោយអន្តរាយកៈធម៌តដីបន្ទុះទាំងនឹងគ្នាធម្មធាតុដែលត្រត្រង់ហ្នឹងក៏វាញ៉ាំងសេចក្តីអន្តរាយឲ្យតាមនឹងដែរហើយជាតិហ្នឹងវាទុកបាក់អញ្ចឹងជាតិទៅមុខទៀតហ្នឹងក៏វាមិនប្រកបទៅស្រួលជាងហ្នឹងទេក៏មិនប្រកបថាពិបាកជាងហ្នឹងដែរប្រសិទ្ធតែរឿងមិនទៀងព្រោះសេចក្តីប្រែប្រួលវាមានជាធម្មតាអញ្ចឹងហើយទើបសូមឲ្យយើងធ្វើបុណ្យធ្វើកុសលហ្នឹងប្រាថ្នានៅព្រះនិព្វានជាអារម្មណ៍ហ្នឹងឯងលោកទាំងឡាយអើយខ្ញុំកណាចេះតែដាស់តឿនថាអញ្ចានៅសល់ព្រះសម្មាសម្ពុទ្ធមួយអង្គទៀតដែរក្នុងបទកັບយើងនេះគឺព្រះអរិយមេត្រីដែលព្រះអង្គជាព្រះពុទ្ធមួយអង្គត្រាស់ដឹងចុងបទកັບនេះត្រៀមនឹងត្រាស់ដឹងអញ្ចឹងហើយបើសិនជាយើងមិនទាន់ព្រះសម្មាសម្ពុទ្ធអង្គនឹងទេណាចាំព្រះសម្មាសម្ពុទ្ធក្រោយទៀតយូរណាស់ហើយព្រះសម្មាសម្ពុទ្ធព្រះអរិយមេត្រីអស់ពីព្រះអង្គទៅក្នុងគម្ពីរអនាគតពុទ្ធវង្សបញ្ជាក់ថាត្រូវរងចាំមួយអសង្ខ័យផែនដីទៀតបន្ទាប់ពីព្រះសម្មាសម្ពុទ្ធអរិយមេត្រីនឹងលោកបរិនិព្វានទៅផែនដីនឹងវាត្រូវអន្តរធានទៅឆេះខូចខាតទៅហើយត្រូវរងចាំមួយអសង្ខ័យផែនដីទៀតបើនៅតែផែនដីនឹងវាកើតហើយវាឆេះហើយវាកើតហើយវាឆេះក៏តិចខ្ទីនឹងអស់មួយអសង្ខ័យដងទៀតទើបដល់ផែនដីទីមួយសែននឹងបានមានមួយអសង្ខ័យនឹងទើបតែមានព្រះសម្មាសម្ពុទ្ធចាប់ផ្ដើមបាត់ត្រាស់ព្រះអង្គទៅទៀតយូរក៏ប៉ុណ្ណាមិនមួយអសង្ខ័យឆ្នាំទេណាមួយអសង្ខ័យផែនដីផែនដីហ្នឹងតាំងនៅមានធរៈវេលាឆេះកំតិចមានធរៈវេលាហើយស្ងប់រងាប់មានធរៈវេលាក៏កើតវិញមានធរៈវេលា4ដងនេះស្មើគ្នាបានន័យថាបើតាំងនៅបានប្រមាណឆ្នាំចំណាយពេលឆេះខ្ទេចខ្ទីហ្នឹងប្រហែលឆ្នាំវិញហើយចំណាយពេលស្ងប់រងាប់នឹងប្រហែលឆ្នាំវិញហើយបានចាប់ផ្ដើមកកើតរហូតដល់សត្វលោកអាចរស់នៅវិញប្រហែលឆ្នាំវិញតិចអញ្ចឹង4ដងហ្នឹងមានធរៈវេលាស្មើគ្នាហៅថាមួយមហាកັບហើយមកចន្លោះធរៈវេលាហ្នឹងហៅថាមកកັບប៉ុន្តែរាប់ឆ្នាំមិនចេញទេរាប់ឆ្នាំមិនចេញព្រោះកណនីក្នុងឆ្នាំខ្លះថាមានដល់ 4000 លានអសង្ខ័យមួយសែនឆ្នាំហើយមិនទាន់បានមកកាប់ផុតក្នុងធរៈវេលាខ្លះវាមានយូរវែងទៅតាមនេះដូចផែនដីយើងសពថ្ងៃនេះយូរមិនដេចបានយូរព្រោះផែនដីនេះមានលទ្ធភាពត្រត្រង់ព្រះសម្ពុទ្ធដល់តែ5អង្គដែលអញ្ចឹងយូរតែផែនដីខ្លះមានលទ្ធភាពត្រត្រង់ព្រះសម្ពុទ្ធតែមួយអង្គទេដល់តែអញ្ចឹងព្រះអង្គត្រាស់ដឹងទៅចាប់ផ្ដើមរស់រយដល់ធានឆេះកតិចទៅ
កើតថ្មីប៉ុន្តែកាប់ខ្លះត្រ2អង្គកាប់ខ្លះត្រ3ត្រ4ត្រ5ប៉ុន្តែកាប់ដែលត្រលើសពី5មិនមានទេព្រោះផែនដីមិនអាចមានអាយុវែងរហូតដល់ត្រពុទ្ធត្រាស់6អង្គបានទេគឺតែអស់ត្រឹម5ហ្នឹងណានឹងគឺតែផែនដីដែលតែអាយុវែងជាងគេជាងឯងណាផែនដីដែលអាយុខ្លីគឺផែនដីដែលអត់ព្រះពុទ្ធត្រាស់ដែរក្នុងឆាប់កើតឆាប់វិនិច្ឆ័យដែរព្រោះសត្វលោកប្រព្រឹត្តធម៌តែអកុសលទៅមិនមានធម្មជាតិល្អត្រង់ដោយមនុស្សវាអត់បរិភោគអាហារចំណីតែមានជីរជាតិទេបរិភោគតែគ្រឿងបំផ្លាញសុខភាពតែអញ្ចឹងទៅវាឆាប់ស្លាប់ចឹងដែរដល់ផែនដីហ្នឹងដូចគ្នាដល់មានមនុស្សត្រាស់ដឹងក្នុងលោកហ្នឹងទេឆាប់ខូចឆាប់នេះប៉ុន្តែដល់តែមានពុទ្ធត្រាស់ដឹងដល់តែ3 4ឡើងហើយនៅថាត្រូវត្រង់នៅគុណធម៌នៃព្រះសម្ពុទ្ធនឹងឲ្យមនុស្សលោកក្នុងសម័យហ្នឹងទៅបានយូរទៅអញ្ចឹងយើងនៅសល់ពេលមួយអង្គទៀតដែរដើម្បីប្រាថ្នាញោមស្រីក៏ដែរភិក្ខុនៃមានតាសម័យពុទ្ធកាលហ្នឹងហើយបំពីយៈសោតរាផាត់ពីកច្ចយណាធេរីអីសិតតាភិក្ខុនៃកេសាកោតមីវិជាបតិកោតមីអីសិតតែភិក្ខុនៃតាអដាចាធេរីអីសិតតែភិក្ខុនៃតាមានតែអីតែភិក្ខុនៃក៏មានដែរអញ្ចឹងធ្វើបុណ្យប្រាថ្នាទៅកុំឲ្យវាលិចដែតអញ្ចឹងនឹងជើងហត់ណាមិនដល់តែច្រើនជាតិទេមើលតែមួយជាតិនេះតាអស់លោកកើតពីក្មេងមកស្រួលបន្តិចទៅបាក់ទៅណាស្ថានភាពស្រុកទេសផងណាស្ថានភាពមនុស្សដីប្រពន្ធកូនផងថ្ងៃនេះសប្បាយទៅក៏សប្បាយទៅថ្ងៃនោះព្រាត់ប្រាសនិរាសចាក់គ្នាក៏កើតទុកទៅថ្ងៃនឹងគេសរសើរទៅក៏សប្បាយទៅស្អែកគេជេរតិចផ្ដាសាទៅក៏កើតទុកទៅថ្ងៃនឹងជួបរឿងគប់ចិត្តទៅក៏សប្បាយទៅថ្ងៃស្អែកជាប់រឿងមិនគប់ចិត្តទៅក៏កើតទុកទៅអត់ហត់ទេហត់ទេព្រោះអាត្មាហត់ដែរហត់មែនណាហើយបើយើងថាធុញរត់បំផុតនៅបើសិនតែគេដាក់ថាចេញពីនឹងទៅ 5000 គីឡូមានកន្លែងសុកបែបណានេះរត់ទៅអត់អស់ហ្នឹងសំលុយបានគ្រប់គ្លៀនហ្នឹងបែបរត់ទៅនោះអស់ហើយរត់ទៅកន្លែង 5000 គីឡូឬគេថាសុកនោះអត់ហើយតែរត់បំផុតណាអាសុកនោះវាបានតែមកគ្រាទៅទៀតនោះទុកវាចេះតាមមកអញ្ចឹងទៅកន្លែងសុកហ្នឹងអត់សុករត់មកថាទុកនឹងវិញទៅក៏មានរឿងហ្នឹងហត់ណាស់មកពិតមកអ្នកណាមិនដឹងទេក៏ខ្ញុំកណ្ដាលហើយឃើញណាស់ហត់អញ្ចឹងកិច្ចទៅណាមានតែខំកសាងកុសលកសាងប្រយោជន៍ដើម្បីឲ្យបានទាន់ព្រះសម្ពុទ្ធទៅបានឆាប់រួចចាកទុកអញ្ចឹងបានណាព្រះមាលីតថេលោកទូលសួរនោះណាទូលសួរទៅណែព្រះបរមពុទ្ធិសត្វពីសន្តសិទ្ធទេវបុត្រតែជាតួអង្គព្រះអរិយមេត្រីតែបើសត្វលោកចង់ទាន់ព្រះអង្គធ្វើម៉េចទៅព្រះអរិយមេត្រីថាស្ដាប់ទេសនាមហាជាតិទៅទេសនាមហាជាតិទៅព្រោះព្រះពុទ្ធហ្នឹងព្រះអង្គជាពុទ្ធទាំងគោលទេប៉ុន្តែដល់តែយើងទៅរលឹកប្រវត្តិសាវតាព្រះអង្គហាក់បីដូចយើងជាញាតិជាផៅនឹងព្រះអង្គអញ្ចឹងណាហាក់បីដូចយើងនឹងធ្លាប់ជាញាតិជាផៅជាពងជាវងជាសន្តាននៃពុទ្ធទាំងគោលមណ្ឌលសារពេជ្ជដាញាតិអញ្ចឹងទៅរលឹកនៅពុទ្ធប្រវត្តិរបស់ព្រះអង្គដែលព្រះអង្គកសាងមហាបារមីក្នុងជាតិមួយអញ្ចឹងហើយបូតជាដោយពលីការ1000
ចាំបានខ្ញុំក៏ សម្រាប់បងប្អូនដែលកំពុងតែមានអាការៈធ្វើទុកពិបាកបាត់ជើងម្ដងយូរជួនកាលបាត់ជើងមកលាមកដាច់ដូចអាចចន្សាយមានអារម្មណ៍ថាបាត់ជើងមិនអស់ពីពោះចេះតែតឹងពោះឈឺចង្កេះឈឺខ្នងហៀវហត់អស់កម្លាំងនឹងគឺជាអាការៈធ្វើទុកនៃជំងឺឬដងបាតហើយបងប្អូនថ្នាំព្យាបាលខាងបងប្អូនជាប្រភេទថ្នាំខ្មែរបងប្អូនភាសាពី5ថ្ងៃទៅ7ថ្ងៃចាប់ផ្ដើមផ្លូវលាមកឆ្លាស់បាត់ជើងអស់ហើយបងប្អូនឯឬដងបាតដែលដុះចេញខាងក្នុងនិងខាងក្រៅចាប់ផ្ដើមរួញស្វិតបន្តិចម្ដងស្វិតដូចសាច់កណានអញ្ចឹងអត់កើតមកវិញទេបងប្អូនក្នុងកំឡុងពេលឧស្សាហ៍ថ្នាំចង់ឲ្យថ្នាំមានប្រសិទ្ធភាពលឿនគឺបងប្អូនត្រូវតមរយៈពេលហូបថ្នាំសិនការតមគឺមាននៅលើកញ្ចប់ស្រាច់ក៏ដូចជាមាននៅក្នុងកេសនិងស្រាច់តែម្ដងថ្នាំខ្មែរខាងបងប្អូនគឺគិតគូរពីអនាម័យខ្ពស់បំផុតបងប្អូនទាំងអស់គ្នាទាំងការហាថ្នាំក៏ដូចជាការវេចខ្ចប់បងប្អូនបានយកថ្នាំទៅគឺអាចកាច់មើលថ្នាំបានគឺថ្នាំហ្នឹងឡើងស្រួយកាច់ទៅលឺទាំងផុសពេលដែលដាំទឹករួចហ្នឹងគឺក្លិនឈ្ងុយដូចតែអញ្ចឹងបងប្អូនទាំងអស់គ្នាអត់មានជាតិចត់ជាតិល្វីងនៅក្នុងហ្នឹងអត់មានជាតិថែរក្សាថ្នាំទុកឲ្យបានយូរអីអត់ទេបងប្អូនទាំងអស់គ្នាគឺថ្នាំនេះល្អខ្លាំងមែនទេបងប្អូនថ្នាំខ្មែរយើងសឹមជាដាច់អត់មានប៉ះពាល់អ្វីផ្សេងទាំងអស់បងប្អូនសូមបញ្ជាក់ប្រាប់បងប្អូនថាថ្នាំខាងយើងខ្ញុំគឺព្យាបាលជំងឺផ្សេងគ្នាអត់មានថ្នាំមួយកញ្ចប់ត្រូវបានជំងឺរាប់រយមុខដូចថ្នាំគេផ្សេងណាបងប្អូនបើបងប្អូនមានអាការៈដូចបងប្អូនរៀបរាប់ខាងលើបងប្អូនមានចង្អល់បន្ថែមក៏ដូចជាចង់ពិគ្រោះជាមួយនឹងអ្នកគ្រូឆៃចម្រើនផ្ទាល់បងប្អូនអាចតាក់ទងទៅលេខទូរស័ព្ទនៅលើកញ្ចប់ក៏ដូចជានៅលើវីដេអូនេះស្រេចសិនបងប្អូនចាប់អារម្មណ៍ចង់ជាវឱសថពីផេកមួយណាបងប្អូនក៏អាចឆែកមើលសិនមុននឹងយើងជឿនឹងទុកចិត្តទិញចង់ដឹងថាគេលក់យូរប៉ុណ្ណាអ្នកចុច follow page ប៉ុណ្ណាបងប្អូនអាចឆែកមើល page ខាងបងប្អូនឬក៏ page ខាងគេសិនមុននឹងបងប្អូនជឿទុកចិត្តមុននឹងការទិញជៀសវាង page ខ្លាំងៗបងប្អូន